decorate decorate បាទ decorate នេះយើងប្រើថារៀបចំឬក៏តុបតែង design ណាបាទតុបតែងហ្នឹងរៀបចំឲ្យស្អាតបាទដូចជាយើងរៀបចំផ្ទះអញ្ចឹងណារៀបចំ decor ផ្សេងៗទៅ temple បាទ temple យើងប្រើថាវត្តឬក៏ប្រាសាទបាទបងប្អូនខ្លះគាត់ថា temple នឹងប្រែបានប្រាសាទមិនប្រែថាវត្តបាទប្រែបានទាំងពីរបាទយើងប្រើពាក្យ pagoda ក៏បានដែរបាទអូខេបន្តទៀត Buddha បាទ Buddha យើងប្រែថាព្រះពុទ្ធបាទព្រះពុទ្ធគឺជាអ្នកត្រាស់ដឹងបាទពុទ្ធៈហ្នឹងគឺយើងប្រែថាត្រាស់ដឹងបាទអ្នកចេះដឹងច្រើនជ្រៅជ្រះខ្លាំងតំណងបាទយើង Buddha ព្រះពុទ្ធអូខេបន្តទៀត respect បាទ respect យើងប្រែថាគោរពបាទ respect គោរពឬក៏យើងគោរពនរណាម្នាក់ណា respect to somebody បាទ ancestor បាទ ancestor ហ្នឹងយើងប្រែថាដូនតាបុព្វការីជនបាទបុព្វការីជនបាទគឺជនដែលមានកិច្ចការខាងដើមធ្វើមុនគេបាទ ancestor គឺយើងប្រែថាដូនតាបាទអូខេតោះឥឡូវយើងបន្តទៀត angel បាទ angel ហ្នឹងយើងប្រែថាទេវតាបាទទេពអប្សរណា angel ទេវតាឬក៏ទេពអប្សរបាទទេវតា angel បាទអូខេបន្តទៀត sprinkle on elder បាទ sprinkle on elder sprinkle យើងប្រែថាស្រោចស្រពណាបាទស្រោចបាទស្រោចទឹកស្រោចអីហ្នឹងណា sprinkle on elder យើងប្រែថាស្រោចទឹកដល់ចាស់ទុំអញ្ចឹងទៅ sprinkle បាទស្រោចទឹកដល់ចាស់ទុំប្រោះព្រំអញ្ចឹងណាប្រោះព្រំបើលោកថាប្រោះព្រំទឹកអញ្ចឹងទៅអូខេបន្តទៀត monk បាទ monk អញ្ចឹងយើងប្រែថាព្រះសង្ឃបាទ monk ព្រះសង្ឃបាទព្រះសង្ឃបាទគឺអ្នកមានសិលបាទអ្នកទ្រទ្រង់នៅសិល10បាទ symbol បាទ symbol ជាប្រែថានិមិត្តសញ្ញាបាទ symbol បាទនិមិត្តសញ្ញា symbol បាទ symbol និមិត្តសញ្ញាបាទហើយបើសិនជាបងប្អូនអរគ្នាចង់បានសៀវភៅបាទគឺល្អបាទសៀវភៅនេះគឺសម្រាប់បងប្អូនអរគ្នាចង់ពូកែភាសាអង់គ្លេសបាទជាសៀវភៅនេះទៅគឺជួយបងប្អូនអរគ្នាបានច្រើនមែនតើបាទsand បាទ sand យើងនិយាយថាខ្សាច់បាទខ្សាច់អូខេដូចជាពួនភ្នំខ្សាច់building sandstupa click បាទ click នេះយើងនិយាយថាចុចបងប្អូនអរគ្នាប្រើទូរស័ព្ទឬប្រើកុំព្យូទ័រផ្សេងគឺគេថា click បាទ click link អញ្ចឹងណាបាទ click នេះយើងប្រើថាចុច offer ហ្នឹងយើងប្រើថាផ្ដល់ឬក៏ប្រគេនជូនថ្វាយណាបាទ offer food to the monk មានថាប្រគេនព្រះសង្ឃប្រគេនចង្ហាន់ចំពោះព្រះសង្ឃអញ្ចឹងដែរ offer បាទ offer អូខេបន្តទៀត stupa បាទ stupa ហ្នឹងយើងប្រើថាចិត្តដីបាទ stupa ហ្នឹងចិត្តដី home បាទ home យើងប្រើថាផ្ទះបាទ
home ផ្ទះ want យើងប្រើថាចង់ want ចង់ ceremony បាទ ceremony យើងប្រើថាពិធី ceremony បាទ ceremony បាទ ceremony ពិធីជាពិធីបុណ្យចូលឆ្នាំខ្មែរញញៀ ceremony អញ្ចឹងណាបាទនេះប្រើថាពិធី celebration ក៏ពិធីដូចគ្នាដែរ end បាទអញ្ចឹង end យើងប្រើថាបញ្ចប់បាទ end បញ្ចប់ symbol បាទនិមិត្តសញ្ញា water fight យើងប្រើថាលេងទឹក to have a water fight យើងប្រើថាលេងទឹកបាទ through water ឬក៏ through water បាទ through water កប់ទឹកបោះកប់ទឹកហ្នឹងបងបាទគេច្រកនឹងថង់ទៅក៏គេកប់អញ្ចឹងណា splash water បាទ splash water ឬក៏ water បាទជះទឹកបាច់ទឹកបាញ់ទឹកហ្នឹងឯងបាទជះទឹកបាទបាច់ទឹក splash water then splash water សមេអូខេ top up នេះយើងថាបញ្ចូលកាតណា top up បញ្ចូលកាតគឺបងប្អូនអរគ្នាបានឃើញពេលដែលយើងបញ្ចូលកាតទៅវាផ្ញើថា you have successfully top up midphone $1 អញ្ចឹងណាបងប្អូនអរគ្នាឃើញហ่าបាទ top នេះវាថាកម្ពូលបាទ top កម្ពូលដល់ពេល up ឡើងបាទ top up វាថាបញ្ចូលលុយឬក៏បញ្ចូលកាតបាទអូខេបន្តទៀត success បាទ success វាថាជោគជ័យ I have a sore throat បាទ I have a sore throat បាទថាខ្ញុំឈឺកបាទ I have a stuffy nose ខ្ញុំតឹងច្រមុះបាទខ្ញុំតឹងច្រមុះ I have a stuffy nose ខ្ញុំតឹងច្រមុះ I have a runny nose បាទ I have a runny nose បានថាខ្ញុំហៀសម្បោរបាទខ្ញុំហៀសម្បោរ I have a runny nose ខ្ញុំហៀសម្បោរបាទអូខេបន្តទៀត I have cough ឬក៏ I have a cough បាទ I have cough គឺថាខ្ញុំក្អកបាទ I have cough ក្អកបាទក្អកខេះហ្នឹងបាទក្អកមិនចេះចប់មិនចេះហើយអូខេបន្តមកទៀត back hurt បាទ back hurt ឈឺខ្នង stomach hurt បាទ stomach hurt បាទ stomach hurt វាថាឈឺពោះបាទហើយទៅពាក្យទាំងអស់នេះគឺដកស្រង់ចេញពីសៀវភៅ English Vocabulary បាទបងប្អូនអរគ្នាចង់បានអាចទំនាក់ទំនងបានទំនាក់លេខទូរស័ព្ទឬក៏ឆាតមក page បាទដើម្បីជួយសៀវភៅភាសាអង់គ្លេសយកទៅរៀនបន្ថែមបាទដែលដំបូងគឺចាំបាច់ត្រូវតែមានសៀវភៅជាមូលដ្ឋានដើម្បីចាប់ចេះភាសាអង់គ្លេសបងប្អូនបាទអញ្ចឹងកុំភ្លេចជួយចុច Subscribe ហើយយើងនឹងជួបគ្នាវីដេអូថ្មីទៀត